បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកអំពីការប្រើប្រាស់ទីតាំងដៃលេខរបស់ MG ZS ជាទូទៅរថយន្ត MG ZS របស់យើងគឺមានទីតាំងដៃលេខគឺមានចំនួន5ទីតាំងទី1គឺទីតាំងអក្សរ P ទី2គឺទីតាំងអក្សរ R ទី3គឺទីតាំងអក្សរ N ហើយទី4គឺទីតាំងអក្សរ D ហើយមួយទៀតទី5នោះគឺទីតាំងអក្សរ Sចឹងដូចយើងបានឃើញនៅលើទីតាំងលេខដែលខ្ញុំបានចង្អុលនេះអញ្ចឹងគឺវាមានចំនួន5ទីតាំងអញ្ចឹងថាតើយើងគួរប្រើទីតាំងលេខបែបណានៅពេលដែលយើងបើកបរអញ្ចឹងកុំឲ្យខាតពេលយូរសូមទស្សនាវីដេអូនេះទាំងអស់គ្នាអញ្ចឹងទីតាំងដៃលេខអក្សរ P អក្សរ P នេះគឺមានន័យថាគឺជាទីតាំង parking អញ្ចឹងនៅពេលដែលបងប្អូនឈប់ឡានឬក៏ចតឡានគឺយើងត្រូវការរុញទីតាំងដៃលេខនេះទៅទីតាំងអក្សរ P នេះគឺស្មើនឹង parking សម្រាប់អក្សរ R អក្សរ R នៅក្នុងនិយមន័យរបស់វាគឺស្មើនឹងពាក្យថា reverse អញ្ចឹងមានន័យថាគឺជាទីតាំងលេខថយក្រោយឬក៏លេខអាយ៉ែសម្រាប់ទីតាំងអក្សរ N នៅក្នុងភាសាអង់គ្លេសគឺគេហៅថា neutral គឺមានន័យថាជាទីតាំងលេខដែល free មានន័យថារថយន្តរបស់យើងគឺអាចរុញទៅមុខថយក្រោយបានឬក៏យើងអាចឈប់ចតនៅក្នុងលក្ខខណ្ឌ free បានអញ្ចឹងហើយមួយទៀតនៅក្នុងលក្ខខណ្ឌអក្សរ D នៅក្នុងលក្ខខណ្ឌអក្សរ D ក្នុងនិយមន័យគឺស្មើនឹងពាក្យថា dry នឹងមានន័យថានៅពេលដែលយើងចង់បើកបរទៅមុខគឺយើងទាញទីតាំងដៃលេខនេះមកទីតាំង D បែបនេះអញ្ចឹងនៅក្នុងកុងទ័រគឺវានឹងលោតប្រាប់ថារថយន្តរបស់យើងនៅក្នុងទីតាំងលេខអក្សរ D អញ្ចឹងនៅពេលដែលយើងប្រឡែងឈ្នាន់ហ្វ្រាំងរថយន្តរបស់យើងនឹងធ្វើការរំកិលទៅមុខចំណែកឯទីតាំងលេខមួយទៀតគឺទីតាំងលេខអក្សរ F លេខទីអក្សរ F ដើម្បីយើងប្រើលេខអក្សរ F បានយើងទាញលេខហ្នឹងគឺមកក្រោយហើយគឺយើងកាច់វាទៅស្ដាំបែបនេះអញ្ចឹងទីតាំងលេខនឹងលោតទៅទីតាំងអក្សរ S អញ្ចឹងយើងអាចមើលនៅលើកុងទ័រនៅពេលដែលទីតាំងលោតទៅលើអក្សរ S គឺនៅលើកុងទ័ររបស់យើងវាបង្ហាញយើងថាវាគឺជាទីតាំងលេខ S ទីតាំងលេខ S នេះគេប្រើសម្រាប់sport mode មានន័យថានៅពេលដែលអ្នកបើកបរចង់បានកម្លាំងឬក៏ថាមពលពីប្រអប់លេខឬក៏ត្រូវការសន្ទុះខ្លាំងគឺយើងត្រូវការកាច់ទៅលេខ S នៅក្នុងលក្ខខណ្ឌយើងបើកវ៉ាជែងឬក៏លក្ខខណ្ឌយើងបើកឡើងភ្នំឡើងចំណោតអីហ្នឹងបើសិនជាយើងចង់បានឡានរបស់យើងឲ្យមានថាមពលខ្លាំងឬក៏ performance វាខ្លាំងយើងអាចកាច់ទៅលេខ S នេះហើយចំពោះលេខ S នេះគឺយើងអាចថែមថយលេខបានដោយខ្លួនឯងទៅតាមតម្រូវការឬក៏ទៅតាមកម្លាំងដែលយើងចង់បានឧទាហរណ៍ថានៅពេលដែលយើងបើកបរឡើងវ៉ាឡើងជែងយើងត្រូវការឡានឲ្យវាមានសន្ទុះឬក៏ជុំម៉ាស៊ីនអីខ្លាំងជាងមុនហ្នឹងគឺយើងប្រើមកលេខ S បែបនេះយើងកាច់មកលេខ S បែបនេះអញ្ចឹងនៅក្នុងលក្ខខណ្ឌយើងចង់សាងលេខឬថយលេខយើងអាចរុញទៅមុខឬក៏ថយក្រោយបានអញ្ចឹងវានឹងលោតភ្លើងបូកហើយនឹងដកភ្លើងបូកហើយដកហ្នឹងគឺមានន័យថាបើយើងរុញទៅមុខចេះគឺស្មើថែមលេខ1លេខ2លេខ3អីចឹងទៅប៉ុន្តែបើយើងចង់សាងលេខគឺយើងកាច់មកក្រោយលេខ1សាងមកលេខ2ចឹងទៅសាងមកលេខ1វិញចឹងទៅអាហ្នឹងគឺជាការសាងលេខប៉ុន្តែនៅក្នុងលក្ខខណ្ឌនេះក៏វាមានចំណុចពិសេសរបស់រថយន្តដែរប្រសិនបើយើងជន់ហ្គាខ្លាំងហើយយើងមិនបានថែមថយលេខរថយន្តនឹងសាងលេខហើយនឹងបញ្ចូលលេខដោយខ្លួនឯងមានន័យថាវាគឺជា option វាគឺជា function ដែលការពារមិនឲ្យម៉ាស៊ីនឡានឬក៏ប្រអប់លេខរបស់យើងមានបញ្ហានៅពេលដែលយើងរោហ្គាខ្លាំងយើងមិនបានបញ្ចូលលេខបន្ថែមវាធ្វើឲ្យម៉ាស៊ីនឬក៏ប្រអប់លេខមានបញ្ហាអញ្ចឹងហើយអ្នក design គេរចនាមកថាប្រសិនបើយើងមិនបានបញ្ចូលលេខដោយខ្លួនឯងក៏ដោយឬក៏យើងមិនបានសាងលេខដោយខ្លួនឯងក៏ដោយនៅក្នុងលក្ខខណ្ឌមួយនៅពេលដែលដល់កំណត់ដែលខាងក្រមវិស្វករកំណត់រថយន្តរបស់យើងវានឹងបញ្ចូលលេខអូតូម៉ាទិកដោយខ្លួនឯងទោះបីជាយើងប្រើនៅទីតាំងលេខ S នេះក៏ដោយអញ្ចឹងអាហ្នឹងគឺជា function protection របស់រថយន្តប៉ុន្តែហេតុអីបានយើងត្រូវប្រើលេខ S យើងត្រូវប្រើលេខ S ហ្នឹងគឺយើងដោយសារយើងត្រូវការកម្លាំងឡើងវ៉ាជែងឬក៏ឡើងចំណោតឡើងអីហ្នឹងមានន័យថានៅពេលដែលយើងកាច់ទៅលេខ S ជុំម៉ាស៊ីនរបស់យើងនេះវាមានការដំណើរការបានធំជាងមុនជាទូទៅបើសិនជាយើងប្រើប្រាស់លេខ D នៅពេលដែលបងប្អូនបើកបរទៅមុខបានតែបន្តិចជុំម៉ាស៊ីនត្រឹម1000ឬក៏2000នេះឡានយើងនឹងចូលលេខ1
chùm mà sân là đi thiết vì năng chỗ lịch pi chỗ lịch bay chỗ lịch buồn chẳng mà sân bao nhiêu ở rô khăn thì vấn tải nữa bây giờ bong bóng cách từ lịch ấy chẳng lo pi lịch muối chỗ từ lịch pí viết tục pe lại mà sân cứ rô khăn chẳng bên đây thay cầm lăng mà sân bao nhiêu cứ rô khăn chiếng dương phở lịch đi chẳng ai ban tham một pol bao lan dương việc khăn chiếng một chẳng nữa bây đại dương rô đó lịch bay lịch buồn hay cơ dương nữa tạo sang lấy rồi chôn bao nhiêu nữa miên cá bình chôn lấy được luôn anh là bay cà pí bỏ lấy nhưng mà sân chẳng ai sầm hẹp cả pra lấy ấy cứ miên phần nắng và sân cho bong phô miên chùm ngon lại bật thém ai comment nơi hàng còn video ní nhom nông thưa video bật thém tiệt ở con sầm hẹp cả tam đàn